ច្រើនហើយក៏នៅទ្រាំថតឲ្យបងប្អូនទស្សនាដែរអ្នកថតត្រូវវត្តរំលោភបំពេញ4 ទៅ 5ហើយត្រូវហើយកន្លែងអាចជាស្រួលក៏ថាបានពិបាកក៏ថាបានមុំនេះមិញខ្ញុំវាយថា2លីត្រទៅតាមពិតមិនមែនទេនៅពេលដែលមេចេញផុតគឺប្រហែលជា5 ទៅ 6 លីត្របងប្អូនកុំភ្លេចណាបើសិនជាបានទស្សនាហើយឬសញ្ញាកណ្ដឹងឲ្យពួកខ្ញុំផងបាទដើម្បីទទួលបាននូវវីដេអូថ្មីបាទចុះនេះបងប្អូនមើលស្ពណ៌ខ្ញុំច្បាស់មើលស្ពណ៌ខ្ញុំចំមិញអត់ទៅនៅតិចយកតាមដៃបានអត់ទេគៀស្រួលមួយនៅអងតាច់កូនខ្ចីពេកនេះកូនខ្ចីពេកបងប្អូនបែរយកដោយដាក់លើអាច្បងទឹកហ្នឹងពេលដាក់ទឹកចូលហើយប្រហែលជាក្រោមតិចហ្នឹងហើយប៉ុណ្ណេះអានោះតិចនៅចឹងតិចទៀតមកទៀតតមកក្រោយតិចទៀតបានអូទៀតឡៃមិញលើតិចបាទទឹកហូរវ៉ាវតែម្ដងគឺធម្មជាតិសុទ្ធបាទវ៉ាវធម្មជាតិសុទ្ធបងប្អូនអាចទិញជាវទៅទទួលទានបានបងប្អូនគឺសុទ្ធ 100% គឺអាចមកយកដល់ផ្ទះបានគឺថាយើងយកជំនឿមិនឲ្យងាប់មេទេយ៉ាងច្រើនគឺងាប់2ហើយនឹង3វាចូលក្នុងខំទេបងប្អូនបើថាឲ្យងាប់ហ្មងគឺពួកយើងរួមគ្នាអភិរក្សណាបងប្អូនយើងកុំបាញ់ថ្នាំកុំដុតវាចោលអីបងប្អូនគឺទុកដើម្បីកូនចៅចំនួនក្រោយរបស់យើងបានស្គាល់បាទខ្ញុំនិយាយម្ដងហើយម្ដងទៀតនេះជាតំបន់ស្រែអង្ក្រងបាទក្បែរជួរភ្នំកំចាយជួរភ្នំបកួរយើងបាទគឺទឹកនៅតិចយើងទុកឲ្យមេរបស់វាជក់បាទគឺយើងដណ្ដើមពីវាអស់ពេកក៏អត់កើតដែរ